បាទជម្រាបសួរខ្ញុំឈ្មោះហុងពេងតំណាងឲ្យក្លឹបបឹងកេតថ្ងៃនេះខ្ញុំសប្បាយរីករាយខ្លាំងណាស់ដែលបាននាំក្រុមមកចូលរួមតំបន់សមុទ្រដើម្បីផ្សព្វផ្សាយទេសចរហើយមួយទៀតគឺយើងបានប្រកួតមិត្តភាពជាមួយក្លឹបមហាមិត្តនៅទីនេះដើម្បីចងមិត្តភាពក៏ដូចជាការផ្សព្វផ្សាយទេសចរនៅតំបន់សមុទ្រនេះដែលគេហៅថា Green Season សូមពៀមដល់យុវជនចូលរួមលេងកីឡាមិនថាកីឡាបាល់ទាត់ឬកីឡាណាមួយទេយុវជនមួយលេងកីឡាមួយដើម្បីយើងជៀសឆ្ងាយពីបាយមុខគ្រឿងញៀនអីផ្សេងណាសូមចូលរួមលេងកីឡាទាំងអស់គ្នាជំរាបសួរខ្ញុំឈ្មោះហួតជាប្រធានក្រុមមហាមិត្តខេត្តសីហនុវ័យចាស់ជាដំបូងខ្ញុំសូមជួបមកសមាជិកនៃក្រុមមហាមិត្តទាំងអស់សូមអរគុណដល់ក្រុមបាល់ទាត់វ័យចាស់ក្លឹបបឹងកេតដែលបានចូលរួមប្រកួតមិត្តភាពនៅក្នុងថ្ងៃនេះហើយចង់រំលឹកថានេះជាការប្រកួតជាលើកទី2ដែរដែលក្រុមមហាមិត្តវ័យចាស់បានជួបជាមួយនឹងបឹងកេតវ័យចាស់ហើយជារួមមកខ្ញុំសូម5ផ្ញើទៅដល់យុវជនទាំងអស់ឲ្យចូលរួមលេងកីឡាទាំងអស់គ្នាដើម្បីសុខភាពអញ្ចឹងសូមយុវជនក៏ដូចជាយុវនារីទាំងអស់ជិះឆ្ងាយពីអំពើបាយមុខសូមបញ្ជាក់ផងដែរសូមបញ្ជាក់ថាបើសិនជាមានក្រុមបាល់ទាត់វ័យចាស់ក៏ដោយពីតាមបណ្ដាខេត្តឬមួយក៏តាមរាជធានីចង់មកប្រកួតមិត្តភាពនៅក្លឹបកីឡាមហាមិត្តយើងមានអាចទទួលបានទាំងអស់ដូចជាវ័យចាស់យុវជនយុវនារីបាទជាមួយគ្នាផងដែរនៅក្លឹបកីឡាយើងក៏មានដូចជាតារាងវ័យសីតារាងបាល់ទះអញ្ចឹងក៏ដូចមួយទៀតក៏តារាងវ័យប៊ូលបេតង់បាទអញ្ចឹងបើសិនជាខាងបណ្ដាក្លឹបឬមួយក៏ក្រុមទាំងអស់ដែលចង់មានបំណងចូលរួមប្រកួតមិត្តភាពអាចមកក្លឹបកីឡាមហាមិត្តបានហើយលេខតំណតំណងដែលអាចតំណតំណងបានគឺតាមរយៈលេខ098 70 88បាទសូមអរគុណ